បៀបចូលទៅផ្លាស់ប្ដូរឈ្មោះ account Telegram របស់យើងពីឈ្មោះខ្មែរទៅអង់គ្លេសវិញម្ដងបងប្អូនណាបាទអញ្ចឹងសូមបងប្អូនចូលតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបើគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនជួយ follow page និង like share ចុច subscribe YouTube ម្នាក់មួយផងបងប្អូនណាបាទដើម្បីជាសារទុកដល់បងប្អូនមើលទៅថ្ងៃក្រោយទៀតបាទហ្នឹងហើយដោយសារក្រុមហ៊ុនTelegram បាទអាប់ដេតលឿនពេកបាទខ្ញុំធ្វើសារថ្មីម្ដងទៀតបងប្អូនណាបាទអញ្ចឹងជាដំបូងយើងចុចទៅក្នុងកម្មវិធី Telegram មកបាទបាទបន្តមកបងប្អូនចុចទៅលើ profile របស់យើងបងណា profile បងប្អូនណាបាទចុចលើនឹងមកปึ๊បរួចហើយបងប្អូនមើលខាងលើបងណាបងប្អូនមើលខាងលើមកបាទចុចកន្លែងសញ្ញារូបប៊ិចនេះមកបងណាចុចសញ្ញារូបប៊ិចមកปึ๊បតមកបងប្អូនចុចកន្លែងឈ្មោះត្រកូលយើងបងណាបាទជាអក្សរខ្មែរយើងចុចលើមកដើម្បីលុបปึ๊បរួចហើយយើងចុច clear មកណាយើងដាក់ឈ្មោះអង់គ្លេសម្ដងបងណាបាទហ្នឹងហើយអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះខ្ញុំជាអង់គ្លេសវិញម្ដងបងណាអញ្ចឹងយើងវាជាភាសាអង់គ្លេសមកปึ๊បបាទសូមបញ្ជាក់ថា Telegram យើងអាចដាក់អក្សរអង់គ្លេសជាអក្សរធំបានមកណាបានដោយសេរីមកណាយើងមិនបាច់ដាក់អក្សរតូចទេដាក់អក្សរធំស្អាតជាងអញ្ចឹងយើងវាយអក្សរធំបញ្ចូលទៅបានចឹងទីមកយ៉ាសុំទោសជុំបាទអេចឹងខាងលើនេះឈ្មោះត្រកូលរបស់យើងមកណាឈ្មោះត្រកូលអញ្ចឹងយើងដាក់ឈ្មោះយើងខាងក្រោមមកណាយើងដាក់ឈ្មោះយើងខាងក្រោមយើងមិនដំបូងយើងចូលទៅលុបទៅណាលុបអក្សរខ្មែរចេញសិនមកចុចពីមុខចុចលើនឹងមកតោះអញ្ចឹងយើងចុច clear លុបចេញអស់មកណាចុចចឹងលុបចេញមកបាទអញ្ចឹងយើងវាយអក្សរបញ្ចូលទៀតមកណាយើងដាក់ឈ្មោះយើងមកអញ្ចឹងមកបាទចឹងទីមកបាទអញ្ចឹងយើងបានឈ្មោះបងណាប៉ុន្តែយើងចង់ដាក់អ្វីបន្តទៅមុខទៀតជាអក្សរខ្មែរក៏បានដែរបងណាប៉ុន្តែបងប្អូនកុំភ្លេចបងប្អូនចុច clear វាមួយសិនបងណាបាទចុច clear មក clear ចុចបកមកបន្តិចមកអញ្ចឹងយើងចុចដាក់សញ្ញាអីមួយអញ្ចឹងណាយើងសម្រាប់ clear បើយើងមិនដាក់យើងដាក់អក្សរខ្មែរអត់បានទេបងណាខ្ញុំសូមបញ្ជាក់អញ្ចឹងបងណាយើងដាក់អក្សរខ្មែរពីមុខអញ្ចឹងយើងចុចសញ្ញាអីមួយមកបបអញ្ចឹងមកដក clear ចុចដក clear បន្តិចមកអញ្ចឹងយើងវាយបញ្ចូលជាអក្សរខ្មែរបងណាជាអក្សរខ្មែរបងប្អូនដាក់យ៉ាងម៉េចក៏ស្រេចចាំបងប្អូនបាទសម្រាប់ខ្ញុំដាក់បាទជាតិនិយមអញ្ចឹងមកណាបាទអូខេអញ្ចឹងរួចរាល់ហើយបងណារួចរាល់ហើយយើងពិនិត្យមើលឈ្មោះយើងថាត្រឹមត្រូវហើយបងប្អូនចុចគ្រីសខាងលើបងណាចុចគ្រីសខាងលើមកបកបាទអញ្ចឹងឈ្មោះយើងបានប្រើការទៅតាមធម្មតាហើយបងប្អូនណាបាទសូមអរគុណលោកអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះបើលោកអ្នកពេញចិត្តសូមជួយចុច follow page like និង share ម្នាក់មួយផងបាទសូមអរគុណច្រើន